ជំរាបសួរសិក្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំកម្មវិធីមួយដែលមានឈ្មោះថា MOS EdTech សម្រាប់ឋានៈអនុវិទ្យាល័យវិទ្យាល័យអញ្ចឹងចង់ដឹងថាកម្មវិធីហ្នឹងគេប្រើយ៉ាងណាកុំភ្លេចតាមដានជាមួយខ្ញុំដូចតទៅកម្មវិធីនេះសម្រាប់ឲ្យយើងរៀនដោយខ្លួនឯងតាមអ៊ីនធឺណិតមានសំណួរមានលំហាត់ដើម្បីធ្វើតេស្តនិងជំនួយក្នុងការសិក្សារបស់យើងដើម្បីឲ្យកាន់តែប្រសើរឡើងជាដំបូងយើងចូលមកក្នុង App Store សិនមកដើម្បី down បន្ទាប់មកយើងសរសេរថា MOS EdTech គឺយើងគ្រាន់តែវាយពាក្យ M នៅអក្សរ O ប៉ុណ្ណឹងគឺវាលោតមកហើយខាងក្រោមនេះគេដាក់ថា MOS EdTech ដោយសារខ្ញុំធ្លាប់វាយម្ដងហើយអញ្ចឹងយើងចុច play លើវាមកយើងចុចដំឡើងទៅគឺជាការស្រេចនៅពេលដែលយើងដំឡើងបានហើយយើងចុចបើកចូលមកទៅបន្ទាប់ពីយើងចូលមកដល់ទីនេះយើងជ្រើសរើសភាសាខ្មែរបន្ទាប់មកយើងចុច continue បន្ទាប់ពីចូលមកដល់ទីនេះហើយយើងមើលពាក្យមួយគេដាក់ថាបន្ទាប់យើងចុចកន្លែងពាក្យបន្ទាប់នឹងមកចុចពាក្យអនុញ្ញាតខាងក្រោមនេះបន្ទាប់ពីចូលមកដល់ចំណុចនេះហើយគឺវាមានច្រើនចំណុចដែលឲ្យយើងមើលអ្វីដែលយើងត្រូវធ្វើគឺយើងចូលទៅគណនីគឺការបង្កើតគណនីមួយសិនចុចកន្លែងគេពាក្យគេដាក់ថាចូលគណនីមកដល់ចំណុចនេះគឺយើងចូលជាមួយ Google យើងចុចកន្លែងហ្នឹងមកដើម្បីចូលមកដល់ចំណុចនេះគេតម្រូវឲ្យយើង sign in ជាមួយ email ដែលយើងមានស្រាប់ឥឡូវវាកំពុងតែលោតមកហើយមកដល់ផ្ទាំងនេះចំណុចទី1គឺយើងជ្រើសរើសដាក់សិស្សបន្ទាប់មកកន្លែងនេះគេដាក់ឈ្មោះសិស្សបន្ទាប់មកជ្រើសរើសភេទប្រុសឬក៏ស្រីបន្ទាប់មកជ្រើសរើសថ្ងៃខែឆ្នាំកំណើតដាក់ថ្ងៃខែឆ្នាំកំណើតហើយយើងចុចបញ្ជាក់មកលោតមកដល់ទីនេះគឺយើងជ្រើសរើសខេត្តដែលយើងរស់នៅខ្ញុំសូមដាក់ខេត្តត្បូងឃ្មុំព្រោះអីខ្ញុំនៅខេត្តត្បូងឃ្មុំបន្ទាប់មកទៀតក៏ឲ្យយើងជ្រើសរើសស្រុកខណ្ឌអញ្ចឹងខ្ញុំសូមដាក់ស្រុកមេមត់ចុះរួចយើងជ្រើសរើសអនុវិទ្យាល័យដែលយើងកំពុងរៀនខ្ញុំដាក់អនុវិទ្យាល័យបោះត្អឹមទៅចុះបន្ទាប់មកយើងជ្រើសរើសថ្នាក់តើអ្នកទាំងអស់គ្នារៀនថ្នាក់ទីប្រមាណអញ្ចឹងខ្ញុំសូមជ្រើសរើសដាក់ថ្នាក់ទី8ចុះខាងក្រោមនេះគេឲ្យយើងជ្រើសរើសដាក់ថាថ្នាក់តែយើងរៀននៅថ្នាក់អីបើសិនជាយើងរៀននៅថ្នាក់ណាយើងដាក់ថ្នាក់នឹងអញ្ចឹងខ្ញុំសូមជ្រើសរើសដាក់ថ្នាក់ B បន្ទាប់មកខាងក្រោមនេះគេឲ្យយើងបញ្ចូលឥតលេខរបស់សិស្សតើឥតលេខរបស់សិស្សមានលេខអីខ្លះយើងដាក់លេខនឹងមកបន្ទាប់មកយើងអូសមកក្រោមយើងមើលពាក្យមួយគេដាក់ថាបញ្ចប់ការចុះឈ្មោះហើយខាងលើក៏ឲ្យដាក់លេខទូរស័ព្ទដៃយើងមិនចាំបាច់ដាក់ទេអញ្ចឹងយើងចុចកន្លែងបញ្ចប់ការចុះឈ្មោះបន្ទាប់មកទៀតគេឲ្យយើងដាក់កម្រិតជីវភាពកម្រិតចំណូលតិចចំណូលមធ្យមចំណូលច្រើនអញ្ចឹងយើងដាក់ចំណូលតិចបានហើយគេឲ្យយើងជ្រើសរើសកម្រិតភាសាអង់គ្លេសអញ្ចឹងយើងជ្រើសរើសដាក់តាមអ្វីដែលយើងចង់ដាក់បន្ទាប់មកទៀតគេសួរយើងថាតើអ្នកមានពិការភាពដែរឬទេបើសិនជាយើងមានពិការភាពយើងដាក់ថាពិការភាពបើសិនជាយើងគ្មានពិការភាពទេយើងដាក់ថាទេបន្ទាប់មកយើងចុចកន្លែងពាក្យបញ្ចប់ការចុះឈ្មោះបន្ទាប់មកគឺវាលោតមកតម្រង់ដើមវិញអញ្ចឹងមានន័យថាយើងចុះឈ្មោះបានរួចរាល់ហើយវីដេអូដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេសម្រាប់កំហុសខុសឆ្គងដែលខ្ញុំនិយាយខុសត្រង់ចំណុចណាសូមអធិស្ឋានអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច like និង subscribe